តាអើយជួយសង្គ្រោះជីវិតសត្វលោកផងយុគនេះបើលោកតាមិនឲ្យចៅដេកវត្តទេចៅច្បាស់ជាខ្លាចជាខ្មោចតៃហោងដេកអោបដុំ Wi-Fi ស្លាប់មិនខានហេងតលែងជើងអញឯងកើតអីចុះផ្ទះឯងមានម៉ាស៊ីនត្រជាក់មានពូកទុនមិនដេកមកចង់ដេកវត្តដេកលើក្តាររឹងធ្វើអីលោកតាមិនដឹងទេខ្ញុំត្រឹមមកជួលផ្ទះដើម្បីលក់លេតែបែរជាជួលចាំផ្ទះខ្មោចទៅវិញហើយប៉ះខ្មោចសម័យអ៊ីនធឺណិតទៀតវាមកសុំ password Wi-Fi ទៀតតែខ្ញុំមិនអោយមិនអីទេចៅស្នាក់នៅទីនេះមួយយប់សិនទៅចឹងអរគុណលោកតាណាបងហេងនេះចេះរត់លឿនណាអត់ប្រាប់លេខកូដ Wi-Fi ហើយរត់គេចខ្លួនទៀតតែខ្មោចសម័យ2026ដូចកញ្ញាមិនដែលល្ងងទេណាតាមរយៈ GPS ក្នុងទូរស័ព្ទរបស់បងហេងកញ្ញាដឹងថាបងនៅឯណាហើយក្នុងវត្តតាស្មានថាតពួនដល់ណាបងហេងអើយបងហេងទោះបងតពួនដល់ឋានព្រះអិនក៏កញ្ញាតាមរកឃើញដែរឲ្យតែបងមិនទាន់បិទ share location អូហូទំនើបមែនតើចិត្តដល់ហើយបងហេងអើយកុំអាលដេកលក់ណាចាំប្រាប់លេខសម្ងាត់ Wi-Fi ឲ្យកញ្ញាសិន GPS បង្ហាញថាមកដល់ហើយតើលោកតាមើលចុះនាងដើរត្រង់មករកខ្ញុំហើយសញ្ញា GPS ក្នុងដៃនាងច្បាស់ជាបាញ់ចំក្បាលចៅហើយបងឯងដឹងទេថាកញ្ញាត្រូវដើរហត់ជាង10គីឡូតាម GPS ឡើងចង់រលិចលាក់ជើងអស់ហើយចំមែនហើយក្មួយស្រីតាឆ្ងល់ណាស់ក្មួយឯងស្លាប់ទៅជាខ្មោចទៅហើយចុះហេតុអីបានជាខំតាមដេញសុំ password Wi-Fi ពីអាហេងឡើងផ្អើលពេញភូមិចឹងលោកតាមិនដឹងទេលោកតាគេឈប់ប្រើធូបបញ្ជូនសារហើយគេបដូរមកប្រើ Telegram និង TikTok អស់ហើយចុះវាចាំបាច់ដល់ថ្នាក់នឹងផងក្មួយចាំបាច់ខ្លាំងណាស់តាលោកតាគិតមើលបើកញ្ញាគ្មាន Wi-Fi ទេតើឲ្យកញ្ញាដឹងដោយរបៀបណាថាសាច់ញាតិគេអតិកុសលឲ្យតាម ABA បានលុយរីមិនទាន់បានទៅហើយមួយទៀតកញ្ញាកំពុងតែតាមដានរឿងភាគកូរ៉េទៀតវាល្អមើលផងមិនដឹងសាច់រឿងបញ្ចប់ទៅជាយ៉ាងណាតើឲ្យកញ្ញាទៅចាប់ជាតិស្ងប់ចិត្តបានយ៉ាងម៉េចទៅតាសូម្បីតែខ្មោចក៏ជាប់ជំពាក់រឿងភាគដែរកញ្ញាសួរម្ដងទៀតបងឯងព្រមឲ្យ password Wi-Fi កញ្ញាអត់កញ្ញាអើយកុំស្រែកខ្លាំងពេកចាំខ្ញុំឲ្យ password គឺហេងឡាប់ខាន់យ៉ាណយ68វាយបញ្ចូលទៅបងហេងអើយបងហេង Wi-Fi បងឯងល្បឿនលឿនកប់ហ្មង5ឆ្នោតពេញតែម្ដងទៅមើលរឿងភាគទៀតហើយកំពុងដល់វគ្គល្អមើលផងអរគុណបងហេងដែលចែករំលែកមេត្តាធម៌ Wi-Fi ឲ្យកញ្ញាឃើញទេអាហេងអញប្រាប់ឯងហើយបើឯងព្រមឲ្យ password Wi-Fi នាងទៅតាំងពីនៅផ្ទះវាចប់រឿងបាត់ទៅហើយនាងក៏មិនបាច់ហត់តាមលងឯងដល់វត្តចឹងដែរ